ការធ្វើតេស្តជាតិស្ករចុងម្រាមដៃត្រូវលាងសម្អាតដៃរបស់អ្នកជាមួយសាប៊ូនិងសម្អាតឲ្យស្ងួតបរិមាណឈាមដែលត្រូវការសម្រាប់ធ្វើតេស្តគឺត្រឹមតែ1ដំណក់ប៉ុណ្ណោះត្រូវប្រើប្រាស់ម្ជុលថ្មីសម្រាប់ការជួសម្ដងឬអានការណែនាំអំពីការប្រើប្រាស់ម្ជុលរាល់ពេលប្រើប្រាស់ម៉ាស៊ីនតេស្តស្ករ Caresen and Premium ត្រូវដឹងថាម៉ាស៊ីនមួយប្រើបានសម្រាប់តែមនុស្សម្នាក់គត់ជៀសវាងការចម្លងរោគសូមប្រើប្រាស់ម្ជុលមួយសម្រាប់មនុស្សតែម្នាក់ត្រូវប្រាកដថាប៊ិចជួសស្ករត្រូវតែស្អាតត្រូវប្រើប្រាស់ក្រណាត់ដែលទន់ឬស្អាតមកសម្អាតប៊ិចជួសស្កររាល់ពេលប្រើបើអាចសូមប្រើអាល់កុលជាមួយក្រណាត់ស្អាតក្នុងការសម្អាតប៊ិចជួសស្កររបៀបប្រើប្រាស់ប៊ិចជួសស្ករចុងម្រាមដៃត្រូវមួលក្បាលប៊ិចថ្នមរួចរុញបញ្ចូលម្ជុលចូលទៅក្នុងចន្លោះសម្រាប់ដាក់ម្ជុលកាន់ប៊ិចឬតួម្ជុលឲ្យជាប់រួចកាច់មួលក្បាលគម្របម្ជុលរក្សាគម្របម្ជុលដើម្បីដោតម្ជុលក្រោយប្រើប្រាស់រួចមួលក្បាលប៊ិចវិញចំណាំនៅលើក្បាលប៊ិចមានក្រឹតនៃការមុតមានលេខ7ដែលមុតជ្រៅនិងលេខ1ដែលមុតរាក់ការកំណត់ជម្រៅស្ថិតនៅលើស្ថានភាពចុងម្រាមដៃរបស់អ្នកជំងឺថាស្បែកដៃក្រាស់ឬក៏ស្ដើងដើម្បីទទួលបានបរិមាណឈាមគ្រប់គ្រាន់សម្រាប់ការធ្វើតេស្តត្រូវមួលក្បាលប៊ិចទៅរកកម្រិតដែលមាននៅលើក្បាលប៊ិចរួចចាប់ទាញគូតនៃប៊ិចជួសស្ករឬក៏គេហៅអាមេឲ្យឮសំឡេងคลิกរួចចុចប៊ូតុងនៃប៊ិចដែលមានពណ៌ខៀវបើកប្រអប់តេស្តរួចយកសន្លឹកតេស្តត្រូវប្រុងប្រយ័ត្នក្នុងការដកយកសន្លឹកតេស្តមកប្រើប្រាស់ត្រូវប្រុងប្រយ័ត្នកុំឲ្យប៉ះជាមួយក្បាលសន្លឹកតេស្តដោតសន្លឹកតេស្តចូលក្នុងម៉ាស៊ីនតេស្តដោយដោតសន្លឹកតេស្តដែលមានឆ្នូតសចូលមុនបន្ទាប់មកម៉ាស៊ីននឹងដំណើរការក្នុងការជួសស្ករចុងម្រាមដៃត្រូវដាក់ក្បាលប៊ិចជួសស្ករពីលើចុងម្រាមដៃដោយក្បាលប៊ិចឲ្យអឹបជាមួយនឹងម្រាមដៃចុចប៊ូតុងនៅលើប៊ិចជួសស្ករដើម្បីឲ្យវាដំណើរការរួចដកប៊ិចចេញពីម្រាមដៃអ្នកជំងឺច្របាច់ចុងម្រាមដៃដើម្បីឲ្យឈាមចេញរួចយកម៉ាស៊ីនតេស្តស្ករដែលជាប់ជាមួយនឹងសន្លឹកតេស្តមកដាក់ឲ្យចំឈាមដែលមាននៅចុងម្រាមដៃរងចាំម៉ាស៊ីនដំណើរការម៉ាស៊ីននឹងលោតលេខថយក្រោយពី5ទៅ1រួចលទ្ធផលនឹងលោតចេញនៅលើម៉ាស៊ីនលទ្ធផលនឹងរក្សាទុកដោយខ្លួនឯងប្រសិនបើលទ្ធផលធំជាង600មីលីម៉ូលក្នុង1ដេស៊ីលីត្រឈាមវានឹងចេញអក្សរ High មានន័យថាកម្រិតជាតិស្កររបស់អ្នកខ្ពស់ខ្លាំងឬនៅពេលដែលលទ្ធផលជាតិស្កររបស់អ្នកតូចជាង20មីលីម៉ូលក្នុង1ដេស៊ីលីត្រឈាមវានឹងចេញអក្សរ Low មានន័យថាកម្រិតជាតិស្កររបស់អ្នកទាបខ្លាំងនៅពេលដែលកម្រិតជាតិស្ករក្នុងឈាមចុះទាបម៉ាស៊ីននឹងលោតសញ្ញានៅលើអេក្រង់ដកចេញនៅសន្លឹកតេស្តដោយប្រុងប្រយ័ត្ននៅពេលដែលដកចេញនៅសន្លឹកតេស្តលទ្ធផលនឹងរក្សាទុកក្នុងទូរស័ព្ទរបស់អ្នកនៅពេលដែលបញ្ចប់ការធ្វើតេស្តសូមមួលគម្របប៊ិចជួសស្កររួចដោតម្ជុលទៅនឹងគម្របម្ជុលដើម្បីការពារសុវត្ថិភាពបាញ់ម្ជុលចេញទៅនឹងប្រអប់សុវត្ថិភាពចំណាំម្ជុលមួយប្រើសម្រាប់ការជួសតែម្ដងគត់មួលបិទគម្របប៊ិចសូមរក្សាសម្ភារៈដោយប្រុងប្រយ័ត្ន